ដំណើរជីវិតតស៊ូរបស់ត្រីសាល់មុនវគ្គ1ពិភពលោកដ៏តូចនិងការចាប់ផ្ដើមនៅក្រៅផ្ទៃទឹកដ៏ថ្លាឆ្វេងនិងត្រជាក់ស្រែបនៃស្ទឹងភ្នំមួយកន្លែងដែលហ៊ុំព័ទ្ធទៅដោយព្រៃព្រឹក្សាដ៏ស្ងប់ស្ងាត់មានសុទ្ធតូចៗពណ៌ផ្កាឈូកទុំរាប់ពាន់គ្រាប់ត្រូវបានលាក់ខ្លួនយ៉ាងជិតឆ្លតនៅចន្លោះគ្រាប់គ្រួសតូចធំនៅក្នុងសុទ្ធមួយក្នុងចំណោមនោះគឺជារបស់អាមុនកូនត្រីសាល់មុនតូចមួយរូបក្រោយពេលញាស់ចេញពីសុទ្ធភ្លាមអាមុនមិនទាន់មានរូបរាងដូចជាត្រីធំធំនោះទេរូបគេមានថង់អាហារតូចមួយជាប់នឹងពោះសម្រាប់ចិញ្ចឹមជីវិតនៅក្នុងវ័យនេះពិភពលោករបស់អាមុនមានទំហំប៉ុនបាតដៃប៉ុណ្ណោះគឺការលាក់ខ្លួនពីសត្វឃ្លាននៅក្រោមដុំថ្មថ្ងៃមួយថង់អាហារនៅក្រោមពោះរបស់អាមុនបានរលាយអស់វាជាសញ្ញាប្រាប់ថាគេត្រូវតែចេញពីទីសុវត្ថិភាពដើម្បីស្វែងរកចំណីដោយខ្លួនឯងហើយមេឃ្លានដំបូងដែលគេបានជួបគឺពន្លឺព្រះអាទិត្យដែលចាំងឆ្លុះមកលើចិញ្ចៀងដ៏ទុំខ្សោយរបស់គេនិងចរន្តទឹកស្ទឹងដែលបោកបក់មកវីប្រហារកុំបណ្ដោយខ្លួនឲ្យអណ្ដែតតាមទឹកត្រូវហែលបញ្ច្រាស់ទិសដៅទឹកដើម្បីទប់ខ្លួននិងរកចំណីសំឡេងដាស់តឿនរបស់ត្រីរៀមច្បងម្នាក់បានធ្វើឲ្យអាមុនភ្ញាក់ខ្លួនគេចាប់ផ្ដើមគ្រវីកន្ទុយតូចៗរបស់គេយ៉ាងអស់កម្លាំងវាជាការតស៊ូដំបូងបង្អស់បើហ្វុបហែលគឺត្រូវហូរធ្លាក់ទៅតាមទឹកមិនត្រឹមតែត្រូវប្រយុទ្ធនឹងចរន្តទឹកខ្លាំងក្លាប៉ុណ្ណោះទេអាមុននិងមិត្តភ័ក្តិរួមចំនួនត្រូវប្រឈមមុខនឹងសត្រូវធម្មជាតិជាច្រើនសត្វបក្សីជើងវែងដែលចាំជឹកលេបពួកគេពីលើអាកាសត្រីធំៗដែលចាំត្របាក់ពួកគេនៅក្នុងទឹកជ្រៅសត្វល្អិតក្នុងទឹកដែលព្យាយាមដេញខាំពីមួយថ្ងៃទៅមួយថ្ងៃមិត្តភ័ក្តិរបស់អាមុនជាច្រើនអ្នកបានបាត់បង់ជីវិតប៉ុន្តែអាមុនមិនព្រមចុះចាញ់ឡើយគេរៀនសង្កេតរៀនលាក់ខ្លួននិងរៀនហែលទឹកយ៉ាងស្ទាត់ជំនាញរហូតដល់រូបរាងរបស់គេចាប់ផ្ដើមប្រែប្រួលមានឆ្នូតនិងអុចនៅលើខ្លួនដែលជួយបន្លំភ្នែកសត្រូវក្នុងទឹកបានយ៉ាងល្អពេលវេលាបានកន្លងហួសទៅអាមុនបានលូតលាស់ជាកូនត្រីជំទង់ម្នាក់ស្រាប់តែថ្ងៃមួយមានអារម្មណ៍ប្លែកមួយបានកើតឡើងក្នុងខ្លួនរបស់គេនិងមិត្តភ័ក្តិឯទៀតវាជាសភាវិកតិដែលដាស់តឿនពួកគេថាទីនេះមិនមែនជាកន្លែងដែលពួកគេត្រូវរស់នៅរហូតនោះទេមានសម្លេងអាថ៌កំបាំងមួយហាក់ដូចជាកំពុងខ្សឹបប្រាប់ពីចម្ងាយទៅចុះហែលទៅតាមទឹកឆ្ពោះទៅរកពិភពលោកដ៏ធំធេងគ្មានព្រំដែនមហាសមុទ្រដ៏ធំធេងកំពុងតែហៅរកពួកគេមុននឹងចេញដំណើរអាមុនបានងាកមកមើលដុំគ្រួសនិងស្ទឹងភ្នំដែលជាកន្លែងកំណើតរបស់ខ្លួនទាំងក្តីស្រឡាញ់គេបានសម្រេចចិត្តយ៉ាងមុតមាំថាគេត្រូវតែចាកចេញពីតំបន់សុវត្ថិភាពមួយនេះដើម្បីទៅរៀនសូត្រនិងលូតលាស់នៅក្នុងពិភពខាងក្រៅទោះបីជាដឹងថាផ្លូវខាងមុខពោពេញទៅដោយគ្រោះថ្នាក់ដល់ជីវិតក៏ដោយដំណើរផ្សងព្រេងរបស់អាមុនទើបតែចាប់ផ្ដើមប៉ុណ្ណោះទេនៅវគ្គបន្តគេត្រូវប្រឈមមុខនឹងការផ្លាស់ប្ដូររូបរាងកាយដើម្បីរស់នៅក្នុងទឹកប្រៃនិងគ្រោះថ្នាក់ដ៏ធំធេងនៅមាត់សមុទ្របន្ទាប់ពីបានសម្រេចចិត្តចាកចេញពីស្ទឹងភ្នំដែលជាស្រុកកំណើតអាមុននិងមិត្តភ័ក្តិរួមចំនួនបានបណ្ដោយខ្លួនអណ្ដែតចុះមកតាមខ្សែទឹកនេះជាការធ្វើដំណើរដ៏វែងឆ្ងាយដែលផ្លាស់ប្ដូរជីវិតរបស់ពួកគេទាំងស្រុងពីកូនត្រីស្ទឹងដ៏តូចទុនខ្សោយឆ្ពោះទៅរកការធ្វើជាម្ចាស់ក្សត្រីនិងស្ដេចត្រីប្រចាំមហាសមុទ្រមុននឹងអាចចូលទៅរស់នៅក្នុងមហាសមុទ្របានអាមុនត្រូវឆ្លងកាត់ដំណាក់កាលដ៏សំខាន់មួយគឺតំបន់ទឹកភ្លាវដែលជាកន្លែងទឹកស្ទឹងផ្អែមនិងទឹកសមុទ្រប្រៃជួបគ្នាសម្រាប់ត្រីទូទៅទឹកប្រៃគឺជាថ្នាំពុលប៉ុន្តែសម្រាប់ត្រីសាល់មុនវាជាកន្លែងដែលពួកគេត្រូវរៀនរស់ខ្លួនប្រាណខ្ញុំកំពុងតែប្រែប្រួលចិញ្ចៀងរបស់ខ្ញុំប្រែជាពណ៌ប្រាក់ភ្លឺរលោងដូចភ្លេចបន្ទោអាមុនឧទានឡើងដោយការភ្ញាក់ផ្អើលខ្លួនប្រាណរបស់ខ្ញុំបានកែប្រែប្រព័ន្ធខាងក្នុងដើម្បីអាចទប់ទល់នឹងជាតិប្រៃនៃទឹកសមុទ្របានឆ្នូតកាលពីនៅតូចបានរលាយបាត់ជំនួសមកវិញនឹងពណ៌ប្រាក់រលោបដែលជាអាវក្រោះការពារខ្លួនយ៉ាងល្អសម្រាប់បន្លំភ្នែកសត្រូវក្នុងមហាសមុទ្រដ៏ជ្រៅនៅពេលហែលចូលដល់មហាសមុទ្រភ្លាមអ្វីដែលអាមុនបានជួបមិនមែនជាភាពសុខសាន្តនោះទេប៉ុន្តែវាជាពិភពលោកដែលត្រីធំស៊ីត្រីតូចយ៉ាងពិតប្រាកដមហាសមុទ្រពោពេញដោយសត្រូវដែលខ្លាំងក្លានិងវៃឆ្លាតជាងសត្រូវនៅស្ទឹងភ្នំរាប់រយដង
ហ្វូងសត្វផ្សោតនិងត្រីបាឡែមឃាតករ Orcas ដែលដេញប្រមាញ់ពួកគេជាភងសត្វសមុទ្រធំដូចជាត្រីឆ្លាមដែលមានធ្មេញស្រួចស្រាវនិងល្បឿនលឿនដូចព្រួញសំណាញ់នេសាទរបស់មនុស្សរបាំងលួចលាក់ដែលមើលមិនឃើញដែលអាច សំណាញ់នេសាទរបស់មនុស្សរបាំងលួចលាក់ដែលមើលមិនឃើញដែលអាចឆក់យកជីវិតពួកគេក្នុងមួយប៉ព្រិចភ្នែកនៅក្នុងព្រឹត្តិការណ៍ដេញប្រមាញ់ដ៏រន្ធត់មួយអាមុនត្រូវបានត្រីធំមួយក្បាលដេញតាមយ៉ាងប្រកៀកដោយប្រើប្រាស់បទពិសោធន៍តស៊ូប្រកួតប្រជែងជាមួយចរន្តទឹកកាងពីនៅតូចអាមុនបានប្រើកន្ទុយដ៏រឹងមាំរបស់គេបត់ខ្លួនយ៉ាងលឿនហក់ឆ្ពោះទៅលើអាកាសផុតពីទឹករួចមុជចុះទៅក្នុងស្រទាប់ទឹកជ្រៅបំផាន់ភ្នែកសត្រូវប្រកបដោយជោគជ័យការរួចជីវិតម្ដងហើយម្ដងទៀតបានធ្វើឲ្យអាមុនយល់ថានៅក្នុងមហាសមុទ្របើមិនរហ័សរហួននឹងវៃឆ្លាតទេគឺមិនអាចមានជីវិតរស់នៅឡើយអាមុនបានរស់នៅក្នុងមហាសមុទ្រអស់រយៈពេលជាច្រើនឆ្នាំពីកូនត្រីប្រាក់ទូចមួយគេបានលូតលាស់คล้ายជាត្រីសាល់មុនដ៏ធំធាត់មានសាច់ដុំមាំមួននិងមានកម្លាំងខ្លាំងក្លាគេបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយបានស៊ីចំណីឆ្ងាញ់និងបានឃើញពិភពលោកយ៉ាងទូលំទូលាយប៉ុន្តែទោះជាមហាសមុទ្រមានចំណីបរិបូរណ៍និងធំទូលាយយ៉ាងណាក៏ដោយនៅពេលដែលរូបរាងកាយរបស់គេលូតលាស់ពេញវ័យអារម្មណ៍ប្លែកមួយបានត្រឡប់មកវិញម្ដងទៀតវាជាការអំពាវនាវពីស្រុកកំណើតក្លិនទឹកស្ទឹងភ្នំដែលគេធ្លាប់រស់នៅកាលពីកុមារភាពបានដក់ជាប់ក្នុងខួរក្បាលនិងសភាវក្តីរបស់គេមិនដែលភ្លេចឡើយអាមុនដឹងខ្លួនថាភារកិច្ចដ៏ធំបំផុតក្នុងជីវិតរបស់គេជិតមកដល់ហើយនោះគឺការធ្វើដំណើរត្រឡប់ទៅផ្ទះវិញដើម្បីបន្តពូជពង្សប៉ុន្តែផ្លូវត្រឡប់ទៅវិញមិនមែនជាការហែលបណ្ដោយទឹកដ៏ស្រួលដូចកាលពីមកនោះទេវាជាការហែលបញ្ច្រាស់ទិសដៅទឹកឡើងភ្នំនិងឆ្លងកាត់ឧបសគ្គដែលសាហាវជាងមុនទ្វេដងដំណើរវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់អាមុនជិតចាប់ផ្ដើមហើយតើគេអាចរកផ្លូវទៅផ្ទះឃើញដែរឬទេហើយតើមានឧបសគ្គអ្វីខ្លះរងចាំគេនៅខាងមុខសភាវគតិដ៏មុតមមបាននាំផ្លូវអាម៉ុននិងហ្វូងត្រីសាល់ម៉ុនរាប់ម៉ឺនក្បាលទៀតធ្វើដំណើរចាក់ចេញពីមហាសមុទ្រដ៏ធំល្វឹងល្វើយដើម្បីឆ្ពោះទៅកាន់មាត់ស្ទឹងដែលជាដីកំណើតខ្លួនប្រាណរបស់អាម៉ុនបានផ្លាស់ប្ដូរម្ដងទៀតស្បែកពណ៌ប្រាក់បានប្រែជាពណ៌ក្រហមច្រាលដូចភ្លើងហើយធ្គាមរបស់គេបានកោងខុបចុះក្រោមមើលទៅគួរឲ្យកោតក្រញ៉ោតនេះជាការត្រៀមខ្លួនសម្រាប់សមរភូមិជីវិតចុងក្រោយការធ្វើដំណើរត្រឡប់មកផ្ទះវិញមិនមែនជាការងាយស្រួលនោះទេអាមុនត្រូវហែលបញ្ច្រាស់ចរន្តទឹកដ៏ខ្លាំងក្លាដែលបោកបក់ចុះពីលើកំពូលភ្នំពួកគេលែងស៊ីចំណីអាហារទៀតហើយថាមពលទាំងប៉ុន្មានដែលនៅសល់ក្នុងខ្លួនគឺត្រូវបានប្រើប្រាស់សម្រាប់តែការហែលទឹកនិងការតស៊ូប៉ុណ្ណោះឧបសគ្គដ៏ធំបំផុតបានមកដល់គឺទឹកជ្រោះដ៏ខ្ពស់សន្លឹមដែលរារាំងផ្លូវខាងមុខទឹកធ្លាក់ចុះមកយ៉ាងខ្លាំងហាក់ដូចជាចង់បំបាក់ស្មារតីរបស់ហ្វូងត្រីទាំងឡាយទោះបីជាត្រូវអស់កម្លាំងស្លាប់ក៏ខ្ញុំមិនព្រមបោះបង់ចោលនៅពាក់កណ្ដាលផ្លូវដែរអាមុនផ្ដាច់ញាក្នុងចិត្តគេបានប្រើកន្ទុយដ៏មានថាមពលវាយនឹងផ្ទៃទឹករួចបង្កើនល្បឿនហក់ឡើងលើអាកាសផុតពីចរន្តទឹកជ្រោះការលោតលើកទី1គេត្រូវកម្លាំងទឹកបោកធ្លាក់មកវិញខ្លួនបុកនឹងដុំថ្មរងរបួសការលោតលើកទី2គេនៅតែមិនទាន់ដល់កម្លាំងចាប់ផ្ដើមថយចុះការលោតលើកទី3ដោយប្រមូលផ្ដុំនៅកម្លាំងចិត្តនិងក្តីសង្ឃឹមចុងក្រោយអាមុនបានហក់ឡើងយ៉ាងខ្ពស់ផុតពីគែមទឹកជ្រោះហើយបានធ្លាក់ទៅក្នុងចរន្តទឹកខាងលើប្រកបដោយជោគជ័យនៅតាមដងស្ទឹងខាងលើគ្រោះថ្នាក់មិនទាន់បញ្ចប់ឡើយហ្វូងខ្លាឃ្មុំក្រហម Grizzly Bear ធំកំពុងឈរចាំនៅក្នុងទឹកស្ទឹងពួកវាលូកក្រញាំដ៏ស្រួចស្រាវនិងបើកមាត់ធំដើម្បីត្របាក់ត្រីសាល់មុនដែលហែលកាត់បន្ទាប់ពីការធ្វើដំណើររាប់ពាន់គីឡូម៉ែត្រឆ្លងកាត់ទាំងទឹកជ្រោះនិងសត្វសាហាវ
អាម៉ុនបានមកដល់ទីតាំងដែលគេបានកើតមកកាលពី2-3ឆ្នាំមុនវាជាស្ទឹងភ្នំដ៏ស្ងប់ស្ងាត់មានដុំគ្រួសតូចធំនិងទឹកត្រជាក់ស្រេបដូចដើមទោះបីជាពេលនេះខ្លួនប្រាណរបស់អាម៉ុនពោពេញទៅដោយស្នាមរបួសនិងទន់ខ្សោយស្ទើរតែគ្មានកម្លាំងកំហែងក៏ដោយប៉ុន្តែភ្នែករបស់គេពោពេញទៅដោយក្តីសុខអាម៉ុននិងត្រីសាល់ម៉ុនញីមួយក្បាលបានរួមគ្នាកាយដីគ្រួសដើម្បីបង្កើតជាសម្បុកហើយបានបន្សល់ទុកនៅពងសុទ្ធពណ៌ផ្កាឈូកទុំរាប់ពាន់គ្រាប់ទៅក្នុងចន្លោះដុំថ្មទាំងនោះបេសកកម្មដ៏អស្ចារ្យរបស់ត្រីសាល់ម៉ុនត្រូវបានបញ្ចប់រូបរាងកាយរបស់អាម៉ុនបានទន់ទៅហើយគេបានបិទភ្នែកចុះយ៉ាងស្ងប់ស្ងាត់នៅក្នុងទឹកដីកំណើតរបស់ខ្លួនទោះបីជាអាម៉ុនបានលាចាកលោកនេះទៅមែនប៉ុន្តែជីវិតរបស់គេមិនបានបាត់បង់ទៅទទេឡើយរាងកាយរបស់គេនឹងคล้ายទៅជាជីជាតិចិញ្ចឹមទឹកស្ទឹងហើយសុទ្ធតូចទាំងនោះនឹងត្រូវញាស់ឡើងមកបន្តដំណើរជីវិតតស៊ូដ៏អស្ចារ្យដូចជាឪពុករបស់ពួកគេដែរមេរៀនពីជីវិតត្រីសាល់មុនជីវិតគឺការតស៊ូទោះបីជាត្រូវឆ្លងកាត់ឧបសគ្គធំធេងយ៉ាងណាឬត្រូវហែលបញ្ច្រាស់ទិសដៅខ្យល់និងទឹកយ៉ាងណាក៏ដោយឲ្យតែយើងមានគោលដៅច្បាស់លាស់និងមិនព្រមចុះចាញ់នោះយើងនឹងអាចសម្រេចជោគជ័យដ៏អស្ចារ្យក្នុងជីវិតបាន